បាទជំរាបសួរពុកម៉ែបងប្អូនមិត្តភក្តិទាំងអស់គ្នាបាទហ្នឹងហើយថ្ងៃនេះខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនពីស្លឹកបាសបាទដើមស្លឹកបាសហ្នឹងគឺខែត្រជាក់មកដល់ហើយបាទនៅខាងខ្ញុំនេះគឺថ្ងៃនេះគឺថ្ងៃទី21ខែ11ឆ្នាំ2025បាទហើយអាកាសធាតុគឺត្រជាក់ខ្លាំងណាស់បាទហើយនេះគឺដើមស្លឹកបាសហ្នឹងខ្ញុំបានកាត់វាអស់ហើយខ្ញុំទុកវាខ្លះបាទទុកវាប្រហែលជាហ្នឹងហើយពាក់កណ្ដាលអញ្ចឹងទៅជំរាបគឺថាដើមស្លឹកបាសហ្នឹងវាពេលដែលត្រជាក់ខែត្រជាក់ហ្នឹងគឺវាងាប់បាទប៉ុន្តែពេលខែក្តៅគឺវានឹងរស់ឡើងវិញអញ្ចឹងណាបាទព្រោះខ្ញុំនេះគឺលើកដើមលើកទី1ដែលខ្ញុំថ្ងៃពីមុនមកខ្ញុំធ្លាប់ដាំទេបាទហើយឆ្នាំនេះវាឥឡូវនេះគឺដល់ខែត្រជាក់ហើយឥឡូវនេះគឺស្លឹកវាបងប្អូនឃើញគឺវានឹងគឺវាលែងដោះលែងអីទៀតហើយបាទហើយវាសពូនបាទវាចាញ់អាកាសធាតុណាបាទវាត្រជាក់ប៉ុន្តែពេលខែក្តៅបាទវានឹងដោះឡើងវិញបាទខ្ញុំលើកគេនិយាយអញ្ចឹងណាចាំមើលខែក្តៅហ្នឹងហើយចាំមើលតើវារស់ឡើងមិនអត់អញ្ចឹងណាបាទអញ្ចឹងបែរថាដើមស្លឹកបាសហ្នឹងវាបាទវាបើយើងមានដាំបានមួយដើមហ្នឹងទៅបាទហើយយើងទុកវាយើងកុំកាត់វាទាំងអស់បាទយើងទុកវាខ្លះអញ្ចឹងទៅដូចខ្ញុំទុកពាក់កណ្ដាលបាទយើងទុកខ្លីជាងទៀតក៏បានកុំឲ្យសំខាន់កុំឲ្យយើងដូចថាកុំឲ្យវាងាប់រឹសកុំឲ្យរឹសវាយើងបាច់ជីកឬជីកអីវាចេញទេទុកវាទុកវាធម្មតាអញ្ចឹងទៅនៅដដែលអញ្ចឹងទៅបាទនេះខ្ញុំមាន2ដើមនេះបងប្អូនឃើញទេនេះ2ដើមនេះគល់វាធំគួរសមដែរឥឡូវបាទនេះ2ដើមហ្នឹងហើយខ្ញុំទុកវាពាក់កណ្ដាលអញ្ចឹងទៅចាំមើលខែក្តៅតើវានឹងរស់ឡើងវិញទៅគេនិយាយអត់អញ្ចឹងបាទចាំមើលពេលខែក្តៅមកដល់ខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនមួយសារទៀតបាទហ្នឹងហើយអញ្ចឹងបាទខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងបាទបង្ហាញជូនពុកម៉ែបងប្អូនបាទហើយចាំមើលខែក្តៅខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនមួយសារទៀតថាតើវាដើមស្លឹកបាសហ្នឹងវារស់ឡើងវិញអត់អញ្ចឹងបាទអញ្ចឹងហ្នឹងហើយសូមអរគុណច្រើនសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាទហើយចំណែកមួយនេះវិញបាទបងប្អូនឃើញនេះឥឡូវវាហ្នឹងហើយវាដូចថាវាដើរវាងាប់ទៅវិញអញ្ចឹងណាបាទដើមដែលខ្ញុំបានផ្សំបង្ហាញជូនពុកម៉ែបងប្អូនពីលើកមុនហ្នឹងណាដែលយើងផ្សំយើងកាត់វាយកមកដាក់ក្នុងដីអញ្ចឹងណាបាទឥឡូវនេះគឺវាដោះបានប៉ុណ្ណឹងបងប្អូនឃើញវាដោះវាលូតឡើងបានប៉ុណ្ណឹងអញ្ចឹងណាប៉ុន្តែដោយសារអាកាសធាតុជាក់គឺវាងាប់បាទវានឹងងាប់ហើយប៉ុន្តែខ្ញុំអត់កាត់វាចេញទេខ្ញុំចង់ដឹងថាតើវាបាទដើមវាហ្នឹងវារស់ឡើងវិញទៀតអត់អញ្ចឹងណាដើមដែលខ្ញុំទៅផ្សំវាអញ្ចឹងណាបាទខ្ញុំទុកវាចោលអញ្ចឹងបាទខ្ញុំអត់កាត់វាហើយអត់យកវាចេញទេទុកវាអញ្ចឹងទៅបាទចាំមើលខែក្តៅតើវានឹងដោះប្រឡូកចេញថ្មីឡើងវិញអត់អញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងចាំមើលនៅវីដេអូក្រោយទៀតបាទខ្ញុំបង្ហាញពុកម៉ែបងប្អូនភាសាទៀតបាទអញ្ចឹងសូមអរគុណច្រើនសូមជម្រាបលាសាជាថ្មីបាទ